ក្រោយប្រមូលផលកុំធ្វើកំហុសនេះបើមិនចង់ឲ្យរដូវក្រោយមានបញ្ហាក្រោយពេលប្រមូលផលដើមទុរេនបានប្រើប្រាស់កម្លាំងនិងសារធាតុចិញ្ចឹមអស់ជាច្រើនខែដើម្បីចិញ្ចឹមផ្លែរហូតដល់ថ្ងៃប្រមូលផលទោះបីខាងក្រៅនៅតែបៃតងប៉ុន្តែខាងក្នុងដើមកំពុងស្ថិតក្នុងដំណាក់កាលដែលត្រូវការស្ដារកម្លាំងឡើងវិញនេះក៏ជាពេលដែលដើមងាយរងការវាយប្រហារពីជំងឺនិងសត្វល្អិតខណៈដែលប្រព័ន្ធឫសក៏ងាយរងការខូចខាតផងដែរកំហុសដែលកសិករជាច្រើនតែងតែធ្វើនោះគឺប្រញាប់ដាក់ជីគីមីខណៈដែលឫសថ្មីកំពុងចាប់ផ្ដើមលូតលាស់ការធ្វើបែបនេះអាចប៉ះពាល់ដល់ប្រព័ន្ធឫសបណ្ដាលឲ្យជ្រុះស្លឹកនិងធ្វើឲ្យការស្ដារកម្លាំងរបស់ដើមយឺតជាងមុនដូច្នេះហើយដើម្បីឲ្យដើមស្ដារកម្លាំងបានល្អនិងត្រៀមខ្លួនសម្រាប់រដូវថ្មីបងប្អូនគួរអនុវត្ត3ជំហានសំខាន់នេះជំហានទី1កាត់ចោលមែកចាស់មែកមានជំងឺនិងទងផ្លែដែលនៅសល់ធ្វើសម្អាតចម្ការនិងកម្ចាត់ស្លែផ្សិតនិងប្រភពជំងឺដែលនៅសេសសល់ជំហានទី2សម្អាតស្មៅជុំវិញគល់គ្រប់គ្រងប្រព័ន្ធបង្ហូរទឹកឲ្យបានល្អដើម្បីជៀសវាងការជាំទឹកកាយដីស្រាលៗនៅជុំវិញគល់និងការពារជាមុនពីជំងឺរលួយឫសនិងសត្វល្អិតបំផ្លាញឫសជំហានទី3ផ្គត់ផ្គង់សារធាតុចិញ្ចឹមនិងសារធាតុជួយជំរុញការលូតលាស់ឲ្យបានសមស្របដើម្បីឲ្យដើមជីងត្រួយថ្មីស្មើគ្នាស្លឹកក្រាស់រឹងមាំនិងត្រៀមខ្លួនបានល្អសម្រាប់រដូវផលិតកម្មបន្ទាប់សូមចាំថាការដាក់ជីគីមីនៅពេលដែលសមស្របគឺមុនពេលឫសថ្មីលូតលាស់ខ្លាំងដើម្បីជួយការពារប្រព័ន្ធឫសនិងបង្កើនប្រសិទ្ធភាពនៃការស្ដារដើមទុរេនដែលស្ដារកម្លាំងបានល្អក្រោយប្រមូលផលគឺជាគ្រឹះដ៏សំខាន់សម្រាប់ការជីងផ្កាកាន់ផ្លែនិងទទួលបានទិន្នផលខ្ពស់នៅរដូវបន្ទាប់ BMFE Cambodia សូមជូនពរពុកម៉ែបងប្អូនកសិករឲ្យទទួលបានទិន្នផលខ្ពស់និងជោគជ័យគ្រប់រដូវ